មនុស្សសម័យទំនើបក្លប់ប្រើរបស់ដែលមានស្រាប់ផលិតចេញពីរោងចក្រចង់បានអ្វីក៏មិនខ្វះដែរក៏ប៉ុន្តែក្មួយគួរតែស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងតាំងពីដូនតាមកដូចជាការបុកស្រូវនេះវាជាជីវភាពប្រចាំថ្ងៃរបស់ខ្មែរយើងជាច្រើនដំណមកហើយមិនគ្រាន់តែប៉ុណ្ណឹងគាត់ចេះកែច្នៃបង្កើតបានជាល្បាំមួយគួរឲ្យជក់ចិត្តទៀតផងណាអញ្ចឹងខ្មែរយើងមានល្បាំបុកស្រូវដែរអ៊ំមែនរបាំបុកស្រូវទេគឺរបាំគោះអង្រែដល់មានឈ្មោះមួយទៀតដែលគឺរ៉ាំរ៉េនោះឯងបងពលឺថ្ងៃនេះយើងមានភ័ព្វសំណាងល្អណាស់ដែលបានជួបអ៊ំចាស់ដែលជាសិល្បករហើយបានញ៉ាំបាយអង្គបុកដោយដៃទៀតណមិនត្រឹមតែប៉ុណ្្នឹងទេអូនពិសីមើលពួកអ៊ំជនជាតិខុសៗគ្នាតែអាចរស់នៅប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅទៀតដែលគួរឲ្យគោរពណាស់អូននឹកទៅគួរឲ្យស្ដាយហើយខ្មាស់ខ្លួនឯងណាដែលអ៊ំចាស់ពួនសំងំលាក់ខ្លួនមិនបានផ្ទេរចំណេះចេះដឹងផ្នែករបាំទៅឲ្យក្មួយទាំងអស់គ្នាដែលជាកូនខ្មែរបន្តវេនសល់សំបីតែចងក្រងឯកសារទុកក៏មិនបានផងឥឡូវចិត្តចូលដៅហើយនៅមានសង្ឃឹមអីទៀតពេលនៅរស់វានៅចេះចាំជាប់នឹងខ្លួនដល់ពេលស្លាប់ច្បាស់ជាយកទៅតាមខ្លួនដែរគ្មានអ្នកបន្តវេនទៀតទេគួរស្ដាយដែរអមណាំគ្នាអស់សង្ឃឹមពេកម៉ែលិនជឿថាអ្នកចំនួនក្រោយហ្នឹងមិនមែននាំគ្នាផ្លេចទាំងអស់នោះទេអ៊ំសោះមានប្រសាសន៍នេះពិតជាត្រឹមត្រូវហើយព្រោះមានក្មួយចំនួនក្រោយចាំបន្តវេនហើយតាប្រហែលជាពួកយើងចាស់នេះមានតែសង្ឃឹមលើក្មួយចំនួនក្រោយមែនហើយបច្ចុប្បន្ននេះក្មួយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការថែរក្សាទុកក្មួយមានកុងស៊ីត័រកុនហើយនឹងវីដេអូដូច្នេះក្មួយកុំភ្លេចណាវប្បធម៌ជាតិយើងដូច្នេះហើយក្មួយត្រូវចេះប្រើបច្ចេកវិទ្យាសម័យទំនើបគាត់ត្រូវរក្សាទុកនៅមរតកវប្បធម៌ដែលជាគេដំដែលដូនតារបស់យើងទុកដល់ក្មួយដែរក
ភ្លេងរំលែងកំសាន្តអញនិយាយពីមិនអត់នេះអាសំឡេងខ្ញុំជាងក៏លួចក៏ពោះចង់ថ្នោតណអីណែឈប់សិនមកឈប់សិនមកឈប់សិនថែនាំគ្នាហ្នឹងអូងែ